ដើមកំរើករាត្រីថ្នាំជំនួយសុខភាពជំនួយកម្លាំងនិងព្យាបាលជំងឺសរសៃខ្ញុំព្រះករុណាសូមក្រាបថ្វាយបង្គំព្រះថេរានុថេរៈគ្រប់ព្រះអង្គនៅក្នុងព្រៃដ៏ស្ងប់ស្ងាត់នេះខ្ញុំព្រះករុណាបានឃើញដើមកំរើកកុំមួយដើមធំបាទថ្នាំនេះគឺយើងអាចយកទៅលាយនឹងថ្នាំផ្សេងដូចជាថ្នាំព្យាបាលរោគសួតព្យាបាលកាពះពោះវៀនបាទខាងផ្នែកឱសថបុរាណដើម្បីជំនួយសុខភាពជំនួយកម្លាំងនិងព្យាបាលរោគសរសៃបាទហើយដើមកំរើកកុំឬដើមកំរើករាត្រីនេះមានខុសគ្នាបាទមានការខុសគ្នានឹងបែកបន្តិចបាទដោយដើមកំរើកកុំគឺវាមានផ្លែជាចង្កោមបាទនេះជាចង្កោមយ៉ាងនេះហើយវាមានស្លឹកធំវែងជាងស្លឹកបែកបេស្លឹកបែកបេគឺរាងតូចហើយខ្លីយ៉ាងនេះបាទมันអាចច្រឡំគ្នាបានទេបាទហើយបើបងប្អូនដាំឱសថបុរាណព្យាបាលជំងឺផ្សេងមានជំងឺកាពះជំងឺសួតឬជំងឺផ្សេងទៀតយើងអាចកាច់ដើមនេះឬក៏យកដើមនេះទៅកាប់លាយបន្តិចបាទរបៀបប្រើគឺយើងមិនដាក់ច្រើនទេបាទបើដាក់ច្រើនរាងក្តៅពោះដូច្នេះគឺយើងដាក់តែបន្តិចទេបាទដោយតាមម៉ាស៊ីលទៅយើងដាក់ត្រឹម 2-3 ចំណាំងគឺគ្រប់គ្រាន់ហើយបាទអរគុណណាស់សម្រាប់ការមើលវីដេអូកំសាន្តនេះបាទអរគុណ